ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអាទិត្យ600ខែចេសឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី7ខែមិថុនាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិប្រកាសសុពលភាពក្រុមការងារខេត្តស្វាយរៀងកាលពីម្សិលមិញនេះលោកកឹមសុខាអនុប្រធានទី1នៃរដ្ឋសភាក្នុងឋានៈជាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបានចូលរួមកម្មវិធីប្រកាសសុពលភាពក្រុមការងារនិងគណៈកម្មាធិការប្រតិបត្តិគណៈបក្សសង្គ្រោះជាតិខេត្តស្វាយរៀងនៅទីស្នាក់ការគណៈបក្សខេត្តស្វាយរៀងថ្លែងក្នុងពិធីនេះលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថាសកម្មជនថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិមេត្តាជ្រាបឲ្យច្បាស់ថាមេដឹកនាំគណៈបក្សសង្គ្រោះជាតិអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រដែលក្នុងនោះមានចិត្តសាស្ត្រមនោសញ្ចេតនាសាស្ត្រនិងវិធីសាស្ត្រប៉ុន្តែយើងបានផ្លាស់ប្ដូរគោលដៅជាយុទ្ធសាស្ត្រដែលប្រជាពលរដ្ឋខ្មែរភាគច្រើនសង្ឃឹមនិងគាំទ្រនោះជាដាច់ខាតគោលដៅជាយុទ្ធសាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិគឺយកឈ្នះឈានទៅដឹកនាំប្រទេសដើម្បីទី1ការពារនៅឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីទី2កសាងសង្គមប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិសេរីភាពនិងទី3បម្រើប្រជាពលរដ្ឋខ្មែរដោយផ្ដល់ឱកាសឲ្យពួកគាត់ទទួលបាននូវជីវភាពថ្លៃថ្នូរសម្បូររុងរឿងលោកកឹមសុខាបានថ្លែងយ៉ាងដូចនេះថានៅក្នុងគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិនៅក្នុងលក្ខន្តិកៈការគណៈបក្សសង្គ្រោះជាតិមានចក្ខុវិស័យចំនួនប្រទេសកម្ពុជានាំប្រជារាស្ត្រខ្មែរដល់ណាទី1នាំទៅរកប្រទេសមួយដែលមានឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីពេញលេញមិនដំណរបស់ទៀតទី2នាំប្រទេសកម្ពុជាដើម្បីទៅរកលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពយុត្តិធម៌សង្គមទី3នាំប្រជារាស្ត្រខ្មែរឲ្យទៅរកជីវភាពរបស់ប្រជាពលរដ្ឋ3នេះដែលជាគោលដៅរបស់គណៈបក្សសង្គ្រោះជាតិតែយើងចង់បាននេះធ្វើម៉េចក៏ได้បានទៅដល់គោលដៅតែយើងចង់បានមិនមែនការផ្លាស់ប្ដូរយ៉ាងដើម្បីឈ្នះដល់តែដោមែនទេបងដើម្បីដោបានតើយើងមែនលេងទេណាបងប្អូនណាហើយណាចុះហើយរឿងនេះជារឿងសំខាន់ដែលខ្ញុំចង់ប្រាប់ថាយើងមានការងារច្រើនណាស់ដែលត្រូវធ្វើទៅមុខទៀតហើយយើងត្រូវដឹងខ្លួនយើងថាយើងមកចូលបក្សសង្គ្រោះជាតិនេះមានចក្ខុវិស័យចង់បានអីណាចង់នាំប្រទេសកម្ពុជាទៅណាហើយដើម្បីនាំបានតើតែយើងឈ្នះអត់មានចង់ឈ្នះចង់ចាញ់ដោយអយុត្តិធម៌ទេប៉ុន្តែគ្រាន់តែមានគោលដៅច្បាស់លាស់បើចាញ់ដល់ចាញ់ឈ្នះដល់ឈ្នះឈប់ប្រើភាសាអត់យកខ្មែរណាជាសត្រូវអត់គុំគួរសងសឹកខ្មែរធ្វើការដោះស្រាយបញ្ហាខ្មែររវាងខ្មែរនិងខ្មែរអូខេអានោះបាទចឹងហើយយុទ្ធសាស្ត្រជារបបនយោបាយដែលយើងជាអ្នកដឹកនាំប្រតាមឲ្យផ្ទាល់ក្នុងយុទ្ធសាស្ត្រនោះវាមានអីខ្លះចិត្តសាស្ត្រមានមនោសញ្ចេតនាសាស្ត្រនិងមានវិធីសាស្ត្រឥឡូវយើងមើលតើយើងកំពុងធ្វើអីវាមិនសំខាន់ទេដែលយើងផ្លាស់ប្ដូរចិត្តសាស្ត្រមនោសញ្ចេតនាសាស្ត្រហើយវិធីសាស្ត្រតែសំខាន់ឲ្យតែយើងកំដរគោលដៅដែលជាយុទ្ធសាស្ត្រនោះគោលដៅជាយុទ្ធសាស្ត្ររបស់យើងកំដរបើទៀនទៅដល់ហ្នឹងលាក់ទៅដែរតំណាងរាស្ត្រក្រុងសាកសួររដ្ឋមន្ត្រីក្រសួងធម្មការករណីវៀតណាមសង់រូបសំណាកនៅខេត្តសៀមរាបលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថាសមាជិកគណៈកម្មការទី7នៃរដ្ឋសភាក្រុងក៏ហៅរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមកសាកសួរករណីជនជាតិវៀតណាមសង់វិហារនិងតាំងរូបសំណាកបែបជំនឿសាសនានៅស្រុកស្វាយលើខេត្តសៀមរាបដោយមិនមានច្បាប់អនុញ្ញាតគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានលើកឡើងឲ្យដឹង
តាមរយៈដំណើររាជខេត្តកំពង់ចាមនិងជាសមាជិកគណៈកម្មការទី7នៃរដ្ឋសភាមកពីគណៈបក្សសង្គ្រោះជាតិលោកទួនយូដាឲ្យដឹងនៅថ្ងៃសៅរ៍ថាបន្ទាប់ពីពិនិត្យកន្លែងជនជាតិវៀតណាមមួយក្រុមស្នាក់នៅភូមិផ្ចឹកជ្រុំឃុំកន្ទួតស្រុកស្វាយលើកាលពីម្សិលមិញនោះឃើញថាមានភាពមិនប្រក្រតីច្រើនរួមមានទីកន្លែងទីសក្ការៈនិងរូបសំណាកបែបជំនឿសាសនាវៀតណាមស្បង់ជីវរព្រះសង្ឃរួមទាំងបង្គោលឈើដាំចម្លែកដោយហាត់គុនដោយវត្តសៃលិញផងដែរលោកបន្តថារូបសំណាកសក្ការៈវៀតណាមនោះត្រូវបានអាជ្ញាធរវាយកំទេចចោលហើយដោយសារការសាងសង់ទាំងនោះមិនមានច្បាប់អនុញ្ញាតលោកថាលោកនៅស្នើទៅប្រធានគណៈកម្មការទី7នៃរដ្ឋសភាទទួលបន្ទុកផ្នែកសាសនានិងអប់រំដើម្បីឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមកបំភ្លឺពីករណីនេះបន្ទាប់ពីបញ្ជូនរបាយការណ៍និងផុសតាំងមួយចំនួនទៅប្រធានគណៈកម្មការទី7នៃរដ្ឋសភាលោកទួនយូដាបន្ថែមថាបើតាមសកម្មភាពនៅកន្លែងសាងសង់អាចនឹងពួកគេសាងសង់ជាថ្មីទៀតបើសិនជាអាជ្ញាធរមិនយកចិត្តទុកដាក់និងចាត់វិធានការច្បាស់លាស់ទេនោះជុំវិញករណីការសាងសង់ទីសក្ការៈដែលមិនមានច្បាប់អនុញ្ញាតនេះសមត្ថកិច្ចបានខកខ្លួនជនជាតិវៀតណាមចំនួន4នាក់ក្នុងនោះ2នាក់មានលិខិតឆ្លងដែនត្រឹមត្រូវនិង2នាក់ទៀតគ្មានច្បាប់បើតាមសមាជិកក្រុមប្រឹក្សាស្រុកស្វាយលើខេត្តសៀមរាបមកពីគណៈបក្សសង្គ្រោះជាតិលោកហុងប៊ុនឆាយឲ្យដឹងការចុងខែឧសភាថាការតាំងរូបសំណាកបដិមាតាមបែបសាសនាវៀតណាមនោះទើបតែកើតឡើងនៅឆ្នាំ2015នេះនៅភូមិផ្ចឹកជ្រុំឃុំកន្ទួតស្រុកស្វាយលើបន្ទាប់ពីមានវត្តមានជនជាតិវៀតណាមបានទៅតាំងទីលំនៅនៅទីនោះកាលពីឆ្នាំ2012កន្លងមកហើយការសាងសង់និងតាំងរូបសំណាកសាសនាវៀតណាមនោះមិនមានច្បាប់អនុញ្ញាតឡើយបកសង្គ្រោះជាតិនឹងមិនបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់អង្គការសមាគមតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងថាមន្ត្រីគណៈបកសង្គ្រោះជាតិអះអាងថាតំណាងរាស្ត្រទាំងអស់របស់បកប្រឆាំងមួយនេះនឹងមិនបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលគណៈរដ្ឋមន្ត្រីទើបអនុម័តនោះទេប្រសិនបើសភាមិនអនុញ្ញាតឲ្យភាគីពាក់ព័ន្ធចូលរួមផ្ដោះយោបល់លើសេចក្តីព្រាងច្បាប់នេះខណៈដែលអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិកំពុងសម្ដែងការបារម្ភអំពីសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលគណៈបកសង្គ្រោះជាតិបង្ហាញជំហរថានឹងមិនគាំទ្រច្បាប់នេះឡើយប្រសិនបើវាជាច្បាប់មិនល្អគេហទំព័រអាស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈតំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណមានប្រសាសន៍នៅថ្ងៃទី6ខែមិថុនាថានៅពេលដែលសេចក្តីព្រាងច្បាប់នេះបញ្ជូនមកដល់រដ្ឋសភាប្រសិនបើតំណាងរាស្ត្របកប្រឆាំងមើលឃើញថាវាមិនមានការកែប្រែឬមិនដាក់ឲ្យភាគីពាក់ព័ន្ធជជែកពិភាក្សាផ្ដល់យោបល់ទេនោះតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិទាំង55រូបនឹងមិនបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះឡើយលោកយឹមសុវណ្ណមានប្រសាសន៍បន្តថាប្រទេសកម្ពុជាពួកលោកជឿថារយៈពេលកន្លងមកគឺសង្គមស៊ីវិលធ្វើការមានប្រយោជន៍ច្រើនណាស់ទៅដល់សង្គមទៅដល់ប្រទេសជាតិរបស់យើងដូច្នេះបើយើងផ្អែកទៅលើស្ថានភាពស្រុកទេសយើងជាក់ស្ដែងអ្វីដែលសង្គមស៊ីវិលផ្ដល់យោបល់គឺមានប្រយោជន៍ល្អលោកសូមឲ្យភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការតស៊ូមតិតទៅទៀតពីព្រោះបើសិនយើងមិនមានច្បាប់មួយដែលស្របតាមឆន្ទៈភាគីពាក់ព័ន្ធហើយជាពិសេសក្រុមសង្គមស៊ីវិលវានឹងប៉ះពាល់ទៅដល់ដំណើរការរបស់សង្គមស៊ីវិលជាតិនិងអន្តរជាតិហើយវានឹងប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិទាំងមូលគណៈបកសង្គ្រោះជាតិកាលពីពេលថ្មីៗនេះក៏បានចេញសេចក្តីថ្លែងការណ៍អំពីវិនិយោគដល់រដ្ឋាភិបាលធានាឲ្យមានការបើកចំហនិងដំណាភាពក្នុងដំណើរការព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់សាធារណៈនៅមុនពេលសេចក្តីព្រាងច្បាប់នេះបញ្ជូនមករដ្ឋសភាដើម្បីពិភាក្សានិងអនុម័តលោកយឹមសុវណ្ណក៏អំពីវិនិយោគដល់តំណាងរាស្ត្រទាំងអស់មិនថាតំណាងរាស្ត្រមកពីគណៈបកកាន់អំណាចឬគណៈបកប្រឆាំងឡើយត្រូវត្រួតពិនិត្យនិងតម្កល់ផលប្រយោជន៍ជាតិជាធំមុនបោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់នេះសង្គមស៊ីវិលបានសម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះប៉ុន្តែពួកគេសង្ឃឹមថានៅពេលដែលសេចក្តីព្រាងច្បាប់បញ្ជូនទៅដល់រដ្ឋសភានឹងបើកចំហឲ្យសង្គមស៊ីវិលចូលរួមពិភាក្សានិងផ្ដល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នេះសប្តាហ៍ថ្ងៃប្រទេសកម្ពុជាមានសមាគមអង្គការមិនមែនរដ្ឋាភិបាលប្រមាណនឹង 5,000 កំពុងតែបំពេញសកម្មភាពការងាររបស់ខ្លួនមន្ត្រីរដ្ឋាភិបាលអះអាងថាសេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី5ខែមិថុនារដ្ឋាភិបាលនឹងបញ្ជូនទៅកាន់រដ្ឋសភានៅសប្តាហ៍ក្រោយយុវជនជីកង់ដាក់ញត្តិទាមទារបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងព
ព័ត៌មានមួយទៀតពីគេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថាក្រុមយុវជនប្រមាណជាង100នាក់បានប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការដោយជិះកង់ដាក់ញត្តិទៅកាន់រដ្ឋសភាព្រមទាំងស្ថានទូតនិងក្រុមហ៊ុនឯកជនពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញយុទ្ធនាការនេះផ្សព្វផ្សាយពីផលប៉ះពាល់នឹងទាមទារឲ្យរដ្ឋសភានិងបណ្ដាស្ថានទូតទាំងនោះអន្តរាគមន៍បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងក្នុងប្រទេសឡាវតំណាងរាជគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានចេញមកទទួលញត្តិពីក្រមយុវជនហើយសន្យាថានឹងយកបញ្ហានេះទៅពិភាក្សាពិនិត្យស្រាវជ្រាវបន្ថែមធ្វើយ៉ាងណាឲ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជាញត្តិដែលគាំទ្រពីតំណាងសហគមន៍សកម្មជនបរិស្ថានដែលមានស្ថាប័នចម្រុះផ្សេងៗគ្នាដែលកំពុងធ្វើការលើការងារបរិស្ថានការពារលើធនធានធម្មជាតិប្រមាណ7ស្ថាប័នបានបង្ហាញក្តីព្រួយបារម្ភនឹងផលប៉ះពាល់ទៅលើជីវៈចម្រុះនិងជីវភាពប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជាគេហទំព័រអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈសមាជិកគណៈកម្មការទី1ទទួលពាក្យបណ្ដឹងអង្គការនិងសិទ្ធិមនុស្សនៃរដ្ឋសភាមកពីគណៈបកសង្គ្រោះជាតិដែលបានចេញមកទទួលញត្តិពីក្រមយុវជនលោកងឹមញេងមានប្រសាសន៍ថាលោកគាំទ្ររាល់សកម្មភាពយុវជនដើម្បីការពារបរិស្ថាននៅកម្ពុជាលោកថាក្នុងនាមលោកជាតំណាងរាជគណៈបកសង្គ្រោះជាតិលោកនឹងលើកយកក្តីបារម្ភពីគម្រោងទំនប់វារីអគ្គិសនីទៅដាក់ជូនរដ្ឋសភាដើម្បីដោះស្រាយតាមនីតិវិធីចំណែកឯតំណាងរាជគណៈបកប្រជាជនកម្ពុជានិងជាសមាជិកគណៈកម្មការទី1ទទួលពាក្យបណ្ដឹងអង្គការនិងសិទ្ធិមនុស្សនៃរដ្ឋសភាអ្នកស្រីឡៅខេងមានប្រសាសន៍ថារាល់សំណើរបស់យុវជននិងតំណាងសហគមន៍នៅពេលនេះសភាមិនប្រងើយកន្តើយនោះឡើយហើយអ្នកស្រីជឿជាក់ថារដ្ឋាភិបាលកម្ពុជាអន្តរាគមន៍លើរឿងនេះការដាក់ញត្តិទាមទារបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីដនសហុងរបស់ក្រមយុវជនក្រៅពីបានដាក់ជូនរដ្ឋសភាជាតិក្រមយុវជនទាំងនោះក៏បានបន្តដំណើរជិះកង់ដាក់ញត្តិទៅកាន់ស្ថានទូតឡាវម៉ាឡេស៊ីនិងក្រុមហ៊ុនស្រាបៀរអង្គរដែលជាស្ថាប័នពាក់ព័ន្ធនឹងគម្រោងសាងសង់ទំនប់នេះទោះជាយ៉ាងណាតំណាងស្ថានទូតឡាវនិងម៉ាឡេស៊ីបានចេញមកទទួលញត្តិរបស់ក្រមយុវជនតែមិនបានសន្យាយ៉ាងណានោះឡើយដោយឡែកក្រុមហ៊ុនស្រាបៀរអង្គរដែលមានភាគហ៊ុន 50% នៅក្នុងគម្រោងសាងសង់ទំនប់នេះមិនបានចេញមកទទួលញត្តិរបស់ក្រមយុវជនឡើយក្រុមសហគមន៍រងគ្រោះដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងមកពីខេត្តស្ទឹងត្រែងសង្ឃឹមថារដ្ឋាភិបាលនិងបណ្ដាស្ថានទូតដែលពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ទំនប់នេះនឹងពិចារណាអំពីផលប៉ះពាល់និងផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងទោះជាយ៉ាងណាក្រុមសហគមន៍រងគ្រោះនឹងបន្តសកម្មភាពតវ៉ានានារហូតគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងផ្អាកដំណើរការនេះឱកាសទិវាបរិស្ថានពិភពលោកខួបលើកទី43នៅថ្ងៃទី5ខែមិថុនាឆ្នាំ2015នេះក្រសួងបរិស្ថានបានសហការជាមួយនឹងសាលារដ្ឋាភិបាលភ្នំពេញក្រមយុវជនប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតប្រមាណជាង500នាក់បាននាំគ្នាដើរប្រមូលសម្រាមនៅតាមតំបន់សួនច្បារទីផ្សារនិងតំបន់ទេសចរមួយចំនួននៅក្នុងរាជធានីភ្នំពេញការប្រារព្ធទិវាបរិស្ថានឆ្នាំនេះក្រសួងបរិស្ថានបានកំណត់យកប្រធានបទខ្ញុំស្រឡាញ់ទីក្រុងខ្ញុំដើម្បីលើកកម្ពស់គុណភាពបរិស្ថានឲ្យកាន់តែប្រសើរឡើងថែមទៀតនិងធ្វើឲ្យការរស់នៅរបស់ពលរដ្ឋកម្ពុជាប្រកបដោយចីរភាពព្រមទាំងធ្វើឲ្យបរិស្ថានទីក្រុងមានអនាម័យសោភ័ណភាពស្រស់បំព្រងការរំលោភបំពានកុមារធ្វើឲ្យខាតបង់ថវិកាជាង$200,000 លានក្នុងមួយឆ្នាំងាកមកឯព័ត៌មានពីគេហទំព័រភ្នំពេញប៉ុស្តិ៍វិញបានចុះផ្សាយដឹងថាការធ្វើបាបកុមារបានបណ្ដាលឲ្យប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកខាតបង់ប្រាក់ចំនួន$209,000 លានក្នុងមួយឆ្នាំគឺស្មើនឹង 2% នៃ GDP របស់តំបន់នេះបើតាមការសិក្សាមួយដែលទើបចេញនាពេលថ្មីៗនេះដែលអង្គការ UNICEF របាយការណ៍នេះបានទាញយកការសិក្សាជាង360ករណីនៃការធ្វើបាបទៅលើកុមារក្នុងតំបន់ចាប់តាំងពីឆ្នាំ2000ដែលក្នុងនោះរួមមានការរំលោភបំពានផ្លូវចិត្តការរំលោភបំពានផ្លូវកាយការរំលោភបំពានផ្លូវភេទការមិនអើពើទៅនឹងការមើលឃើញផ្ទាល់ភ្នែកនៃអំពើហិង្សា